ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃសៅរ៍100ខែពិសាខឆ្នាំវកអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី21ខែឧសភាគ្រិស្តសករាជ2016នៅពេលនេះនាងខ្ញុំរស់មារយាសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបដែលមានជាបន្តបន្ទាប់ដូចតទៅសង្គមស៊ីវិលនិងបកប្រឆាំងជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់តឹងរ៉ឹងចំពោះការចរាចរណ៍អង្គរខុសច្បាប់លោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រអសិសរីបានលើកឡើងឲ្យដឹងតាមរយៈសង្គមស៊ីវិលនិងបកប្រឆាំងយល់ថាលំហូរអង្គរពីប្រទេសជិតខាងគឺជាបញ្ហាចម្បងដែលត្រូវដោះស្រាយបន្ទាន់ព្រោះវាប៉ះពាល់ដល់ជីវភាពប្រជាកសិករកម្ពុជាទន្ទឹមនឹងនេះទាំងសង្គមស៊ីវិលនិងបកនយោបាយជំរុញឲ្យអាជ្ញាធររដ្ឋាភិបាលអនុវត្តច្បាប់ឲ្យតឹងរ៉ឹងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការចរាចរណ៍អង្គរខុសច្បាប់នៅតាមច្រកព្រំដែនឲ្យមានប្រសិទ្ធភាពសង្គមស៊ីវិលនិងបកប្រឆាំងលើកឡើងថាការបន្តទម្លាប់នាំចូលអង្គរនិងអនុវត្តច្បាប់មិនបានតឹងរ៉ឹងរបស់អាជ្ញាធរតាមព្រំដែនវាមិនត្រឹមតែបន្តគម្រាមកំហែងដល់ការរីកលូតលាស់វិស័យកសិកម្មប៉ុណ្ណោះទេវាក៏គម្រាមកំហែងដល់ទីផ្សារស្រូវកសិករនិងសេដ្ឋកិច្ចជាតិខ្លាំងផងដែរគេហទំព័រអសិសរីដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈនយោបាយប្រតិបត្តិមជ្ឈមណ្ឌលសិក្សាដើម្បីអភិវឌ្ឍកសិកម្មនិងប្រព័ន្ធចិញ្ចឹមជីវិតលោកស៊ុនសេងក៏សម្គាល់ថាកន្លងមករដ្ឋាភិបាលបានបង្កើតយន្តការច្រើនក្នុងការគ្រប់គ្រងចំណីអាហារឬទំនិញនិងទប់ស្កាត់ការនាំចូលខុសច្បាប់ប៉ុន្តែលោកថាការអនុវត្តជាក់ស្ដែងនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយដោយសារតែមានអំពើពុករលួយនិងអភិបាលកិច្ចគ្មានប្រសិទ្ធភាពលើពីនេះលោកថាការគ្រប់គ្រងការត្រួតពិនិត្យអង្គរនាំចូលពីបរទេសក៏នៅមានភាពធូររលុងនៅឡើយពាក់ព័ន្ធនៅលំហអង្គរពីក្រៅប្រទេសនេះដែរប្រធានគណៈកម្មការទី7នៃរដ្ឋសភានិងជាអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយ៉ែមពេញរិទ្ធក៏បានឲ្យដឹងតាមបណ្ដាញសង្គម Facebook របស់លោកគណៈលោកជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទកាលពីពេលថ្មីថាតាមរបាយការណ៍ដែលលោកទទួលនៅឆ្នាំ2015កម្ពុជាបាននាំចូលអង្គរជាង1លានតោនខណៈអង្គរកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង50,000 តោនប៉ុណ្ណោះលោកដាក់ការសង្ស័យថាបញ្ហានេះកើតឡើងដោយសារមន្ត្រីនៅតាមព្រំដែនខົບខិតជាមួយនឹងឈ្មួញដើម្បីនាំចូលអង្គរខុសច្បាប់លោកបន្តថាបញ្ហានេះមិនត្រឹមតែជាក្តីបារម្ភដល់ទិសដៅនាំចេញអង្គររបស់កម្ពុជាប៉ុណ្ណោះទេបញ្ហានេះក៏នឹងធ្វើឲ្យកសិករខ្មែរទទួលបានទីផ្សារគ្មានតម្លាភាពផងដែរលោកយ៉ែមបញ្ញរិទ្ធយល់ថាដើម្បីជៀសវាងលំហូរអង្គរខុសច្បាប់មកកម្ពុជាលោកបានស្នើរដ្ឋាភិបាលត្រូវរឹតបន្តឹងការត្រួតពិនិត្យការនាំចូលទំនិញនៅតាមច្រកនានាតាមព្រំដែនត្រូវពង្រីកការត្រួតពិនិត្យផលិតផលខុសច្បាប់ដល់ថ្នាក់មូលដ្ឋាននិងត្រូវដាក់ទោសទណ្ឌទៅលើមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយដែលអនុញ្ញាតឲ្យឈ្មួញនាំចូលអង្គរខុសច្បាប់ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី3នៃរដ្ឋសភាកាលពីថ្ងៃទី17ឧសភារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទលោកវេងសាខុនឲ្យដឹងថាករណីទប់ស្កាត់លំហូរអង្គរពីក្រៅប្រទេសមិនមែនជាដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្មនៅឡើយវាជាទូនាទីរបស់ក្រសួងពាណិជ្ជកម្មប៉ុន្តែក្រសួងកសិកម្មនឹងខិតខំបង្កើនការស្រាវជ្រាវនិងរៀបរាប់បច្ចេកទេសថ្មីៗដើម្បីបង្កើនប្រសិទ្ធភាពគុណភាពនៃការផលិតពូជដល់កសិករដើម្បីសម្រេចទិសដៅនាំចេញអង្គរក្រុមហ៊ុននាំចេញអង្គរនិងកសិករកន្លងមកធ្លាប់អះអាងថាលំហូរអង្គរខុសច្បាប់ពីប្រទេសវៀតណាមយ៉ាងគំហុកបានធ្វើឲ្យរោងម៉ាស៊ីនមួយចំនួននៅកម្ពុជាមិនអាចប្រកួតប្រជែងបានហើយសម្រេចចិត្តបិទទ្វារអាជីវកម្មរបស់ខ្លួនបើលោករងឈុនចាក់ចេញបកប្រជាជនអាចវេតូសមាជិកកោជបថ្មីលោកអ្នកនាងជាទីមេត្រីព័ត៌មានពីគេហទំព័រ Cambodia Daily បានចុះផ្សាយឲ្យដឹងតាមរយៈតំណាងរាស្ត្រម្នាក់បានលើកឡើងកាលពីពេលថ្មីនេះថារាល់ការតែងតាំងណាមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបដើម្បីជំនួសលោករងឈុនដែលត្រូវបានតែងតាំងដោយគណៈបកសង្គ្រោះជាតិដែលឥឡូវនេះប្រឈមសវនកម្មជំនុំជម្រះពីបទប្រមទ័នចំពោះការប្រើអំពើហិង្សាដោយចេតនានិងត្រូវអនុម័តយល់ព្រមដោយគណៈបកប្រជាជនកម្ពុជាកាន់អំណាចក្រោមច្បាប់បច្ចុប្បន្នលោករងឈុនគឺជាអ្នកដែលត្រូវបានតែងតាំងមួយរូបក្នុងចំណោមអ្នកដែលត្រូវបានតែងតាំង4រូបរបស់គណៈបកសង្គ្រោះជាតិនៅក្នុងកោជបក្រោមកិច្ចព្រមព្រៀងជាមួយនឹងគណៈបកប្រជាជនកម្ពុជាដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេល71ឆ្នាំរបស់គណៈបកប្រឆាំងបន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ2013ដ៏ចម្រូងចម្រាសជាថ្នូរនឹងកំណែទម្រង់បោះឆ្នោតស្ទើរទាំងស្រុងរួមទាំងការកែតម្រង់កោជបផងដែរក្រោមកិច្ចព្រមព្រៀងនេះ
គណៈបកនីមួយបានជ្រើសរើសសមាជិក4រូបនៅក្នុងចំណោមសមាជិកក្រុមប្រឹក្សា9រូបរបស់កោជបកាលពីឆ្នាំមុនដោយសមាជិកទី9ត្រូវបានអនុម័តយល់ព្រមដោយគណៈបកទាំងពីរទោះជាយ៉ាងណាលោករងឈុនអតីតមេដឹកនាំសហជីពមួយរូបត្រូវបានជូនដំណឹងកាលពីថ្ងៃពុធថាលោកនឹងត្រូវចូលរួមនៅក្នុងសវនកម្មជំនុំជម្រះលើការចោទប្រកាន់តាក់ទិនទៅនឹងការប្រាអំពើហិង្សាកាលពីឆ្នាំ2014ច្បាប់របស់កោជបចែងថាសមាជិកក្រុមប្រឹក្សាបាត់បង់តួនាទីរបស់ខ្លួនដោយស្វ័យប្រវត្តិប្រសិនបើពួកគេត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារនោះគេហទំព័រ Cambodia Daily ដដែលនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតតាមរយៈលោកសុនឆៃប្រធានក្រុមតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិមានប្រសាសន៍កាលពីម្សិលមិញថាបើទោះជាគណៈបកប្រឆាំងមានសិទ្ធិជ្រើសរើសអ្នកជំនួសបើលោករងឈុនត្រូវចាក់ចេញពីកោជបដោយសារតែសាលក្រមផ្ដន្ទាទោសក៏ដោយក៏គណៈបកកាន់អំណាចនឹងមានអំណាចវេតូពាក់ព័ន្ធជំរើសនេះដែរលោកសុនឆៃបានមានប្រសាសន៍ថាបើទោះជាលោករងឈុនមានបញ្ហាក៏ដោយក៏គណៈបកប្រជាជនកម្ពុជាមិនអាចតែងតាំងមនុស្សរបស់ខ្លួនមកជំនួសតួនាទីនេះដែរវាអាចជាជំរើសរបស់គណៈបកសង្គ្រោះជាតិលោកបានបន្ថែមថាប៉ុន្តែដោយលោកអ្នកដឹងហើយសមាជិកកោជបក៏ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋសភាដែរគឺដោយសម្លេង50+1នេះជាចំនួនដែលយើងត្រូវទទួលបានហើយថានឹងជាបញ្ហាខុសគ្នាលោកសុនឆៃមានប្រសាសន៍ថាបញ្ហានៅត្រង់ថាតើគណៈបកប្រជាជនកម្ពុជាអនុម័តលើបេក្ខជនដែលយើងជ្រើសរើសឬទេមាត្រា11នៃច្បាប់កោជបចែងថាបើសមាជិកណាម្នាក់នៅក្នុងចំណោមសមាជិក9រូបរបស់កោជបបាត់បង់សមាជិកភាពរបស់ខ្លួនដោយហេតុផលណាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកចំហតួនាទីនោះដល់អ្នកដាក់ពាក្យថ្មីបន្ទាប់មកគណៈបកដែលបាត់បង់សមាជិករបស់ខ្លួននឹងជ្រើសរើសបេក្ខជនមួយរូបចេញពីក្រុមរបស់ខ្លួនចុងក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍នឹងបញ្ជូនបញ្ជីឈ្មោះសមាជិក9រូបថ្មីរបស់កោជបដើម្បីសុំការអនុម័តយល់ព្រមជាផ្លូវការតាមរយៈសម្លេងឆ្នោតភាគច្រើនដាច់ខាតរបស់សមាជិករដ្ឋសភាទាំងអស់គណៈបកប្រជាជនកម្ពុជាមានអាសនៈភាគច្រើនគឺ68អាសនៈនៅក្នុងចំណោមអាសនៈសភា123ចាប់តាំងពីការបោះឆ្នោតឆ្នាំ2013ដែលគណៈបកប្រឆាំងអះអាងថាត្រូវបានរៀបចំនៅក្នុងលក្ខណៈមិនស្មោះត្រង់ដោយកោជបដែលគ្រប់គ្រងដោយគណៈបកប្រជាជនកម្ពុជាលោកសុនឆៃមានប្រសាសន៍កាលពីម្សិលមិញថាលោកបារម្ភអំពីការរកួនលើលោករងឈុនដោយសារតែបំណងច្បាស់ក្រឡែតរបស់គណៈបកប្រជាជនកម្ពុជាចង់គ្រប់គ្រងកោជបលោកបានបន្ថែមថាបើគណៈបកប្រជាជនកម្ពុជាប្រើប្រាស់ការវេតូរបស់ខ្លួនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017និងការបោះឆ្នោតជាតិឆ្នាំ2018មើលទៅដូចគ្នានឹងការបោះឆ្នោតមុនអញ្ចឹងលោកបានថ្លែងថាប្រសិនបើយើងមិនមានអ្នកទី4វាគ្មានតុល្យភាពទេហើយគណៈបកប្រជាជនកម្ពុជាអាចគ្រប់គ្រងលើយើងហើយបញ្ហាទាំងមូលនឹងត្រឡប់ទៅអតីតកាលកោជបដដែលសម្លេងភាគច្រើនដែលគ្រប់គ្រងដោយគណៈបកប្រជាជនកម្ពុជានឹងធ្វើសេចក្តីសម្រេចទាំងអស់តែយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មែរជាសកម្មភាពផ្ដួលរំលំរដ្ឋាភិបាលឬយ៉ាងណាលោកអ្នកនាងជាទីមេត្រីបើយោងតាមបទវិភាគនៃគេហទំព័រអសិសារីបានចុះផ្សាយឲ្យដឹងថាភ្លាមក្រោយពីក្រមសង្គមស៊ីវិលប្រកាសថានឹងធ្វើយុទ្ធនាការជារៀងរាល់ថ្ងៃច័ន្ទចាប់ពីថ្ងៃទី9ឧសភាដោយស្លៀកពាក់ពណ៌ខ្មៅដើម្បីទាមទារឲ្យតុលាការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងមន្ត្រីកោជបមន្ត្រីរដ្ឋាភិបាលបានចេញមកប្រកាសចោទប្រកាន់ក្រមសង្គមស៊ីវិលនោះថាប៉ុនប៉ងរៀបចំបង្កើតឲ្យមានបដិវត្តពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាលភ្លាមនោះដែរក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមលក្ខណៈឃ្លាំមើលនិងចាត់វិធានការទប់ស្កាត់រាល់សកម្មភាពប្រមូលផ្ដុំរបស់សង្គមស៊ីវិលនិងពលរដ្ឋតែយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅពិតជាសកម្មភាពផ្ដួលរំលំរដ្ឋាភិបាលឬយ៉ាងណាបទវិភាគនៃគេហទំព័រអសិសារីដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតថានេះមិនមែនជាលើកទី1ទេដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយរដ្ឋមន្ត្រីហ៊ុនសែនលើកយកពាក្យបដិវត្តពណ៌មកប្រើដើម្បីចោទប្រកាន់ទៅលើក្រុមដែលប្រមូលផ្ដុំតវ៉ាទាមទារឬប្រឆាំងអ្វីមួយថាជាក្រុមប៉ុនប៉ងធ្វើបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាលគេនៅចាំបានថានៅក្រោយការបោះឆ្នោតឆ្នាំ2013ពេលដែលគណៈបកសង្គ្រោះជាតិដឹកនាំឲ្យមានបាតកម្មនៅទីលានប្រជាធិបតេយ្យប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតនិងទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញការប្រមូលផ្ដុំតវ៉ាទាមទារនោះមិនយូរប៉ុន្មានក៏ត្រូវបានរដ្ឋាភិបាលចាប់ប្រកាន់បកប្រឆាំងថាមានចេតនាបង្កើតឲ្យមានបដិវត្តពណ៌ដោយយកគំរូតាមប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកហ៊ុនសែន
មួយថ្ងៃមុនពេលសមត្ថកិច្ចបំបីការប្រមូលផ្ដុំអ្នកគាំទ្របកប្រឆាំងនៅទីលានប្រជាធិបតេយ្យសមត្ថកិច្ចរដ្ឋាភិបាលបានលើកកម្លាំងចុះបង្ក្រាបយ៉ាងចាស់ដៃការប្រមូលផ្ដុំរបស់កម្មកររោងចក្រដើម្បីទាមទារការដំឡើងប្រាក់ខែនៅក្បែរសួនឧស្សាហកម្មកាណាឌីយ៉ាលើកំណត់ផ្លូវវែងស្រេងក្រោយព្រឹត្តិការណ៍បង្ក្រាបនោះកម្មករចំនួន4នាក់ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ហើយយុវជនម្នាក់ឈ្មោះខឹមសុផាតបានបាត់ខ្លួនរហូតមកទល់សប្តាហ៍ថ្ងៃក្រោយមកមន្ត្រីរដ្ឋាភិបាលអះអាងថាការចុះបង្ក្រាបនោះគឺជាផ្នែកមួយនៃការទប់ស្កាត់កុំឲ្យមានបដិវត្តពណ៌កើតឡើងរដ្ឋាភិបាលក៏បាននិយាយចោទប្រកាន់ផ្សារភ្ជាប់ការតវ៉ារបស់កម្មករនៅពេលនោះថាកើតឡើងដោយសារតែមានការញុះញង់របស់បកប្រឆាំងដែលហេតុថាបកប្រឆាំងបានថ្លែងសន្យាថានឹងដំឡើងប្រាក់ខែកម្មករឲ្យដល់$160ក្នុងមួយខែនៅពេលដែលបកប្រឆាំងឈ្នះឆ្នោតទាំងនេះនៅមិនទាន់រាប់បញ្ចូលសកម្មភាពចោះត្រួតពិនិត្យនិងធ្វើរដ្ឋបាលរបស់អាជ្ញាធររាជធានីភ្នំពេញនៅវត្តព្រះសង្ឃខ្មែរក្រោមសាមគ្គីរាំងសីក្នុងសង្កាត់ស្ទឹងមានជ័យនៅខែកុម្ភៈឆ្នាំ2015ជាក់ស្ដែងបើទោះបីជាក្រុមសង្គមស៊ីវិលនិងពលរដ្ឋដែលចូលរួមក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅធ្វើសកម្មភាពប្រមូលផ្ដុំដោយសន្តិវិធីគ្មានអំពើហិង្សាក្តីប៉ុន្តែយុទ្ធនាការរបស់ពួកគេតែងត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាគ្រោះថ្នាក់សម្រាប់សង្គមនិងបានចាត់វិធានការរារាំងមិនឲ្យមានការប្រមូលផ្ដុំឡើយនៅថ្ងៃទី9ឧសភាដែលជាថ្ងៃចាប់ផ្ដើមនៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមន្ត្រីការពារសិទ្ធិមនុស្សនិងសហគមន៍ដីធ្លីសរុប8នាក់ក្នុងនោះក៏មានជនបរទេស2នាក់ផងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំស្ទើរពេញមួយថ្ងៃមុននឹងដោះលែងឲ្យមានសេរីភាពវិញដល់ឡែកនៅថ្ងៃទី16ខែឧសភាដែលជាសប្តាហ៍ទី2នៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅស្ត្រីសកម្មជនដីធ្លីចំនួន5នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំដូចគ្នាមុននឹងដោះលែងវិញចំណាត់ការរបស់សមត្ថកិច្ចតាមមើលទៅអាចនឹងមានតទៅទៀតព្រោះថាបន្ថែមទៅលើបទបញ្ជារបស់ក្រសួងមហាផ្ទៃលោកនាយរដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី12ឧសភាបានចេញមកប្រកាសប្រឆាំងដាច់ណាត់សកម្មភាពទាំងឡាយណាដែលរដ្ឋាភិបាលចាត់ទុកថាបង្កអសន្តិសុខនិងអស្ថិរភាពដល់សង្គមលោកហ៊ុនសែនថ្លែងថាទោះក្នុងតម្លៃណាក៏ដោយរដ្ឋាភិបាលត្រូវតែរក្សាសន្តិភាពឲ្យបានព្រោះថាសន្តិភាពដែលកម្ពុជាទទួលបាននៅពេលបច្ចុប្បន្ននេះមិនមែនជារឿងងាយស្រួលឡើយលោកហ៊ុនសែនដែលជាអតីតមេបញ្ជាការកងទ័ពជាន់ខ្ពស់របស់ខ្មែរក្រហមមួយរូបនៅតំបន់បូព៌ារួមជាមួយនឹងគូកូន4នាក់ផ្សេងទៀតបានរត់ចូលទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី20ខែមិថុនាឆ្នាំ1977ដើម្បីសុំឲ្យវៀតណាមជួយផ្ដួលរំលំពួកខ្មែរក្រហមដែលលោកហ៊ុនសែនចាត់ទុកថាជារបបមួយខ្មៅងងឹតយង់ខ្នងដោយសារតែកាប់សម្លាប់និងធ្វើបាបពលរដ្ឋខ្លួនឯងមិនត្រាប្រណីក្រោយពីមានការទុកចិត្តពីមេដឹកនាំវៀតណាមហើយនៅក្នុងទឹកដីវៀតណាមលោកហ៊ុនសែនមានឱកាសកសាងកម្លាំងទ័ពដែលភាគច្រើនជាពលរដ្ឋខ្មែរដែលរត់គេចទៅវៀតណាមដោយសារការធ្វើបាបរបស់ខ្មែរក្រហមនៅទីបំផុតដោយសារតែមានជំនួយអាវុធយុទ្ធភ័ណ្ឌជំនួយបច្ចេកទេសថវិកានិងមានកម្លាំងជំនួយពីកងទ័ពវៀតណាមដែលមានអតីតសហភាពសូវៀតជាខ្នងបង្អែកដ៏រឹងមាំនៅពីក្រោយផងកងកម្លាំងវៀតណាមអមដោយកងកម្លាំងតស៊ូរបស់ខ្មែរបានចូលឈ្លានពានផ្ដួលរំលំរដ្ឋាភិបាលខ្មែរក្រហមហើយបានក្តោបក្តាប់ទីក្រុងភ្នំពេញនៅថ្ងៃ7មករាឆ្នាំ1979ពេលនោះបើគ្មានរចនាសម្ព័ន្ធយោធារឹងមាំត្រឹមត្រូវបើគ្មានគ្រឿងសព្វាវុធនិងគ្មានជំនួយពីប្រទេសវៀតណាមទេកងកម្លាំងខ្មែរដែលលោកហ៊ុនសែនបានកសាងប្រហែលជាមិនអាចផ្ដួលរំលំរដ្ឋាភិបាលខ្មែរក្រហមបានឡើយចំពោះយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះអ្នកច្បាប់យល់ឃើញថាវាគឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋពួកគេថាសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលកម្ពុជាជារដ្ឋភាគីលើសពីនេះដោយសារតែការជួបជុំរបស់សង្គមស៊ីវិលធ្វើឡើងដោយសន្តិវិធីគ្មានអំពើហិង្សាឬធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃនោះអ្នកចូលរួមធ្វើយុទ្ធនាការមិនបានរំលោភបំពានច្បាប់អ្វីឡើយជាការពិតណាស់មានសន្តិភាពគឺជារឿងសំខាន់ប៉ុន្តែអ្នកសិក្សាផ្នែកសន្តិភាពរកឃើញថាដើម្បីឲ្យសង្គមមួយមានសន្តិភាពពេញលេញទៅបានលុះណាតែពលរដ្ឋក្នុងសង្គមនោះមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តឬគេហៅមួយយ៉ាងទៀតថាសន្តិភាពអវិជ្ជមាននិងសន្តិភាពវិជ្ជមានសន្តិភាពអវិជ្ជមានគឺសំដៅទៅលើការដែលគ្មានសង្គ្រាមគ្មានអំពើហិង្សាគ្មានជម្លោះឬគ្មានការភ័យខ្លាចរីឯសន្តិភាពវិជ្ជមានគឺសំដៅលើនីតិរដ្ឋការគោរពច្បាប់យុត្តិធម៌សង្គមការអភិវឌ្ឍសេដ្ឋកិច្ចការបែងចែកផលសេដ្ឋកិច្ចដោយសមធម៌ការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋនិងការលុបបំបាត់អំពើពុករលួយបព្វនិយមជាដើមអង្គការដំឡាភិបកម្ពុជាអំពាវនាវឲ្យស៊ើបអង្កេតករណីចោទថាមានអំពើពុករលួយនៅក្នុងមជ្ឈមណ្ឌលប្រយុទ្ធជំងឺគ្រុនចាញ់លោកអ្នកនាងជាទីមេត្រីងាកមកព័ត៌មានពីគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD បានចុះផ្សាយឲ្យដឹងថា
អង្គការដំឡាភិបកម្ពុជាបង្ហាញក្តីបារម្ភចំពោះការចាត់ប្រកាន់ថាមានអំពើពុករលួយនិងគ្រួសារនិយមនៅក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់និងបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតករណីនេះដោយថាដើម្បីស្ដារទំនុកចិត្តរបស់ពលរដ្ឋមកលើក្រសួងសុខាភិបាលគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD ដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយចុះថ្ងៃទី19ខែឧសភាឆ្នាំ2016អង្គការដំឡាភិបកម្ពុជាបានលើកឡើងថាបន្ទាប់ពីបានអានអត្ថបទជាភាសាអង់គ្លេសរបស់កាសែតភ្នំពេញប៉ុស្តិ៍ទាក់ទងនឹងការចោទប្រកាន់មកលើមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាសនិងបាណកសាសថាមានអំពើពុករលួយនិងគ្រួសារនិយមនោះខ្លួនចង់ឲ្យមានការស៊ើបអង្កេតមួយឲ្យបានច្បាស់លាស់អំពីអ្វីដែលបានចោទប្រកាន់នេះអង្គការដំឡាភិបបានបន្តថាបើសិនជាមានអំពើពុករលួយនិងគ្រួសារនិយមកើតឡើងដោយការចោទប្រកាន់មែននោះថាវានឹងប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋដែលទទួលផលពីមូលនិធិនេះនិងបញ្ហាពីគំរូមិនល្អពីការគ្រប់គ្រងមូលនិធិរបស់ម្ចាស់ជំនួយអង្គការនេះសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថាកាលពីឆ្នាំ2013ធ្លាប់មានការចោទប្រកាន់ស្រដៀងគ្នានេះហើយត្រូវបានលាតត្រដាងនិងផ្សព្វផ្សាយទោះជាយ៉ាងណាអង្គការនេះថាអ្នកដែលបានប្រព្រឹត្តកំហុសមិនត្រូវបានផ្តន្ទាទោសតាមច្បាប់និងគ្មានដំណោះស្រាយជាស្ថាពរនៅឡើយបើតាមសេចក្តីថ្លែងការណ៍ដដែលអង្គការមួយនេះអំពាវនាវឲ្យម្ចាស់ជំនួយសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់មជ្ឈមណ្ឌលជាតិមួយនេះដោយថាដើម្បីបានទំនុកចិត្តពីប្រជាពលរដ្ឋមកលើក្រសួងសុខាភិបាលវិញនាយកប្រតិបត្តិអង្គការដំឡាភិបកម្ពុជាលោកព្រៀបកុលមានប្រសាសន៍ថាក្រសួងសុខាភិបាលនិងម្ចាស់ជំនួយគួរតែបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតលើការចោទប្រកាន់នេះដោយឡែកលោកថាអង្គភាពប្រឆាំងអំពើពុករលួយក៏គួរពិនិត្យលើករណីនេះដែរដែលលោកថាអង្គភាពនេះមានសមត្ថកិច្ចអាចស៊ើបអង្កេតចោទប្រកាន់អ្នកដែលបានប្រព្រឹត្តបទល្មើសពុករលួយលោកបន្តថាការចោទប្រកាន់នេះបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាហើយលោកស្នើឲ្យមានការស៊ើបអង្កេតករណីនេះឲ្យបានហ្មត់ចត់គួរបញ្ជាក់ថារបាយការណ៍ឆ្នាំ2015របស់អង្គការដំឡាភិបអន្តរជាតិស្តីពីអំពើពុករលួយបង្ហាញថាប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរបើតាមរបាយការណ៍នោះនៅក្នុងចំណោមប្រទេស168កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់150ដែលទទួលបានពិន្ទុ21លើ100ដែលយោងតាមសន្ទុះនៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតនៅក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរក្រុមអ្នកតវ៉ាហុងកុងត្រូវបានឃុំខ្លួនបន្ទាប់ពីការព្យាយាមបញ្ឈប់ដំណើរមន្ត្រីកម្ពុជាចិនលោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានអន្តរជាតិពីគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយឲ្យដឹងថាមេដឹកនាំនិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងលោកជូស៊ូវុងគឺស្ថិតនៅក្នុងចំណោមក្រុមអ្នកតវ៉ា5នាក់ដែលបានឃុំខ្លួនបន្ទាប់ពីពួកគេបានរត់ចូលទៅក្នុងផ្លូវមួយដើម្បីស្ទាក់ចាប់ក្បួនរថយន្តរបស់មន្ត្រីកម្ពុជាចិនម្នាក់នៅក្នុងអំឡុងដំណើរទស្សនកិច្ចដ៏តឹងតែងនៅរំជួលចិត្តខ្ពស់មកកាន់ក្រុងនេះកិច្ចប្រឹងប្រែងរបស់ពួកគេបានកើតឡើងនៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច3ថ្ងៃរបស់ប្រធានសភាកុម្មុយនីសចិនលោកចាងដេជៀងដែលក្រុមអ្នកតវ៉ាត្រូវបានគេគំរាមមិនឲ្យឃើញដោយរបាំងសន្តិសុខដំណើរទស្សនកិច្ចរបស់លោកចាងគឺជាលើកទី1សម្រាប់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងពេល4ឆ្នាំនិងកើតមានឡើងខណៈមានកង្វល់កើនឡើងថាសេរីភាពស្ថិតនៅក្រោមការគំរាមកំហែងនៅក្រុងហុងកុងពាក់កណ្ដាលស្វ័យយ័តនេះខណៈចិនរិទ្ធបន្តឹងការក្តោបក្តាប់របស់ខ្លួនគេហទំព័រភ្នំពេញប៉ុស្តិ៍ដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតថាក្រុមប៉ូលីសបានដេញតាមក្រុមអ្នកតវ៉ា5នាក់ខណៈដែលពួកគេបានរត់តាមបណ្ដោយផ្លូវធំមួយនៅភាគខាងកើតហុងកុងដែលត្រូវបានបោសសម្អាតសម្រាប់លោកចាងដោយលោកវងកំពុងកាន់ស្លាកមួយអំពាវនាវឲ្យមានការស្វ័យសម្រេចចិត្តក្រុមនេះត្រូវបានឃុំខ្លួនមុនពេលក្បួនរថយន្តរបស់លោកចាងបានលេចចេញពីផ្លូវរូងនៃផ្លូវ highway នោះក្រុមអ្នកតវ៉ាទាំងនេះគឺជាសមាជិកនៃក្រុម Demosito ជាបកនយោបាយមួយដែលដឹកនាំដោយលោកវងដែលបានក្លាយទៅជាមុខមាត់នៃការតវ៉ាគាំទ្រប្រជាធិបតេយ្យធំនៅក្នុងឆ្នាំ2014នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកអេកណេចននៃបក Demosito បាននិយាយថាក្រុមអ្នកតវ៉ាបានសម្រុកមកក្បែរមុខផ្លូវរូងដើម្បីសម្ដែងការទាមទារការស្វ័យសម្រេចចិត្តនិងកំហឹងប្រជាពលរដ្ឋប្រឆាំងការជ្រៀតជ្រែករបស់រដ្ឋាភិបាលចិន Demosito បានបញ្ជាក់ថាសមាជិកខ្លួន5នាក់នៅក្នុងនោះមានវងនិងសកម្មជនវ័យក្មេង Nathan Law និង Oscar Lai ត្រូវបានប៉ូលីសឃុំខ្លួនបន្ទាប់ពីឧបទ្ទវហេតុនោះ
ទស្សនកិច្ចរបស់លោកចាងគឺជាការសម្ញែងសម្រាប់សន្និសីទសេដ្ឋកិច្ចប៉ុន្តែត្រូវបានគេឃើញជាទូទៅថាកិច្ចប្រឹងប្រែងដើម្បីផ្សះផ្សាមួយបន្ទាប់ពីការកម្មចិត្តជុំវិញការខ្វះខាតកំណែទម្រង់នយោបាយដែលបង្កឲ្យមានចលនាទាមទារឯករាជ្យកំពុងដុះស្លាប់ដែលទាំងរដ្ឋការក្រុងហុងកុងនិងក្រុងប៉េកាំងបានថ្កោលទោសនៅក្នុងអំឡុងពេលទស្សនកិច្ចលោកចាងព្យាយាមធានាដល់អ្នកហុងកុងថាក្រុងនេះនឹងមិនអាចត្រូវបានធ្វើឲ្យคล้ายទៅជាដីគោកទេប៉ុន្តែបានវាយបកចំពោះក្រុមសកម្មជនដែលកំពុងអំពាវនាវឲ្យមានស្វ័យភាពថែមទៀតដោយហៅពួកគេថាជាក្រុមដែលទាមទារបំបែកខ្លួនលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់ក្រុមការងារនាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំយូច័ន្ទធីនីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានតាមដានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលាតាមរយៈសម្លេងឆ្នោតភាគច្រើនដាច់ខាតរបស់សមាជិករដ្ឋសភាទាំងអស់គណៈបកប្រជាជនកម្ពុជាមានអាសនៈភាគច្រើនគឺ68អាសនៈនៅក្នុងចំណោមអាសនៈសភា123ចាប់តាំងពីការបោះឆ្នោតឆ្នាំ2013ដែលគណៈបកប្រឆាំងអះអាងថាត្រូវបានរៀបចំនៅក្នុងលក្ខណៈមិនស្មោះត្រង់ដោយគោលច្បល់ដែលគ្រប់គ្រងដោយគណៈបកប្រជាជនកម្ពុជាលោកសុនឆៃមានប្រសាសន៍កាលពីម្សិលមិញថាលោកបារម្ភអំពីការរកួនលើលោករងឈុនដោយសារតែបំណងច្បាស់ក្រឡែតរបស់គណៈបកប្រជាជនកម្ពុជាចង់គ្រប់គ្រងគោលច្បល់លោកបានបន្ថែមថាបើគណៈបកប្រជាជនកម្ពុជាប្រើប្រាស់ការវេតូរបស់ខ្លួនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017និងការបោះឆ្នោតជាតិឆ្នាំ2018មើលទៅដូចគ្នានឹងការបោះឆ្នោតមុនអញ្ចឹងលោកបានថ្លែងថាប្រសិនបើយើងមិនមានអ្នកទី4វាគ្មានតុល្យភាពទេហើយគណៈបកប្រជាជនកម្ពុជាអាចគ្រប់គ្រងលើយើងហើយបញ្ហាទាំងមូលនឹងត្រឡប់ទៅអតីតកាលគោលច្បល់ដដែលសម្លេងភាគច្រើនដែលគ្រប់គ្រងដោយគណៈបកប្រជាជនកម្ពុជានឹងធ្វើសេចក្តីសម្រេចទាំងអស់តែយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មែរជាសកម្មភាពផ្ដួលរំលំរដ្ឋាភិបាលឬយ៉ាងណាលោកអ្នកនាងជាទីមេត្រីបើយោងតាមបទវិភាគនៃគេហទំព័រអសិសរីបានចុះផ្សាយឲ្យដឹងថាភ្លាមក្រោយពីក្រុមសង្គមស៊ីវិលប្រកាសថានឹងធ្វើយុទ្ធនាការជារៀងរាល់ថ្ងៃច័ន្ទចាប់ពីថ្ងៃទី9ឧសភាដោយស្លៀកពាក់ពណ៌ខ្មៅដើម្បីទាមទារឲ្យតុលាការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងមន្ត្រីកោជបមន្ត្រីរដ្ឋាភិបាលបានចេញមកប្រកាសចាប់ប្រកាន់ក្រុមសង្គមស៊ីវិលនោះថាប៉ុនប៉ងរៀបចំបង្កើតឲ្យមានបដិវត្តពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាលភ្លាមនោះដែរក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមលក្ខណៈឃ្លាំមើលនិងចាត់វិធានការទប់ស្កាត់រាល់សកម្មភាពប្រមូលផ្ដុំរបស់សង្គមស៊ីវិលនិងពលរដ្ឋតែយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅពិតជាសកម្មភាពផ្ដួលរំលំរដ្ឋាភិបាលឬយ៉ាងណាបទវិភាគនៃគេហទំព័រអសិសរីដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតថានេះមិនមែនជាលើកទី1ទេដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយរដ្ឋមន្ត្រីហ៊ុនសែនលើកយកពាក្យបដិវត្តពណ៌មកប្រើដើម្បីចោទប្រកាន់ទៅលើក្រុមដែលប្រមូលផ្ដុំតវ៉ាទាមទារឬប្រឆាំងអ្វីមួយថាជាក្រុមប៉ុនប៉ងធ្វើបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាលគេនៅចាំបានថានៅក្រោយការបោះឆ្នោតឆ្នាំ2013ពេលដែលគណៈបកសង្គ្រោះជាតិដឹកនាំឲ្យមានបាតកម្មនៅទីលានប្រជាធិបតេយ្យប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតនិងទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញការប្រមូលផ្ដុំតវ៉ាទាមទារនោះមិនយូរប៉ុន្មានក៏ត្រូវបានរដ្ឋាភិបាលចាប់ប្រកាន់បកប្រឆាំងថាមានចេតនាបង្កើតឲ្យមានបដិវត្តពណ៌ដោយយកគំរូតាមប្រទេសមួយចំនួនក្នុងតំបន់មជ្ឈមបូព៌ាដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកហ៊ុនសែនមួយថ្ងៃមុនពេលសមត្ថកិច្ចបំបែកការប្រមូលផ្ដុំអ្នកគាំទ្របកប្រឆាំងនៅទីលានប្រជាធិបតេយ្យសមត្ថកិច្ចរដ្ឋាភិបាលបានលើកកម្លាំងចុះបង្ក្រាបយ៉ាងចាស់ដៃការប្រមូលផ្ដុំរបស់កម្មកររោងចក្រដើម្បីទាមទារការដំឡើងប្រាក់ខែនៅក្បែរសួនឧស្សាហកម្មកាណាឌីយ៉ាលើកំណត់ផ្លូវវែងស្រេងក្រោយព្រឹត្តិការណ៍បង្ក្រាបនោះកម្មករចំនួន4នាក់ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ហើយយុវជនម្នាក់ឈ្មោះខឹមសុផាតបានបាត់ខ្លួនរហូតមកទល់សប្តាហ៍ថ្ងៃក្រោយមកមន្ត្រីរដ្ឋាភិបាលអះអាងថាការចុះបង្ក្រាបនោះគឺជាផ្នែកមួយនៃការទប់ស្កាត់កុំឲ្យមានបដិវត្តពណ៌កើតឡើងរដ្ឋាភិបាលក៏បាននិយាយចោទប្រកាន់ផ្សារភ្ជាប់ការតវ៉ារបស់កម្មករនៅពេលនោះថាកើតឡើងដោយសារតែមានការញុះញង់របស់បកប្រឆាំងដោយហេតុថាបកប្រឆាំងបានថ្លែងសន្យាថានឹងដំឡើងប្រាក់ខែកម្មករឲ្យដល់$160ក្នុងមួយខែនៅពេលដែលបកប្រឆាំងឈ្នះឆ្នោតទាំងនេះនៅមិនទាន់រាប់បញ្ចូលសកម្ម
ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃសៅរ៍100ខែពិសាខឆ្នាំវកអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី21ខែឧសភាគ្រិស្តសករាជ2016នៅពេលនេះនាងខ្ញុំរស់មារយាសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបដែលមានជាបន្តបន្ទាប់ដូចតទៅសង្គមស៊ីវិលនិងបកប្រឆាំងជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់តឹងរ៉ឹងចំពោះការចរាចរណ៍អង្គរខុសច្បាប់លោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រអសិសរីបានលើកឡើងឲ្យដឹងតាមរយៈសង្គមស៊ីវិលនិងបកប្រឆាំងយល់ថាលំហូរអង្គរពីប្រទេសជិតខាងគឺជាបញ្ហាចម្បងដែលត្រូវដោះស្រាយបន្ទាន់ព្រោះវាប៉ះពាល់ដល់ជីវភាពប្រជាកសិករកម្ពុជាទន្ទឹមនឹងនេះទាំងសង្គមស៊ីវិលនិងបកនយោបាយជំរុញឲ្យអាជ្ញាធររដ្ឋាភិបាលអនុវត្តច្បាប់ឲ្យតឹងរ៉ឹងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការចរាចរណ៍អង្គរខុសច្បាប់នៅតាមច្រកព្រំដែនឲ្យមានប្រសិទ្ធភាពសង្គមស៊ីវិលនិងបកប្រឆាំងលើកឡើងថាការបន្តទម្លាប់នាំចូលអង្គរនិងអនុវត្តច្បាប់មិនបានតឹងរ៉ឹងរបស់អាជ្ញាធរតាមព្រំដែនវាមិនត្រឹមតែបន្តគម្រាមកំហែងដល់ការរីកលូតលាស់វិស័យកសិកម្មប៉ុណ្ណោះទេវាក៏គម្រាមកំហែងដល់ទីផ្សារស្រូវកសិករនិងសេដ្ឋកិច្ចជាតិខ្លាំងផងដែរគេហទំព័រអសិសរីដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈនយោបាយប្រតិបត្តិមជ្ឈមណ្ឌលសិក្សាដើម្បីអភិវឌ្ឍកសិកម្មនិងប្រព័ន្ធចិញ្ចឹមជីវិតលោកស៊ុនសេងក៏សម្គាល់ថាកន្លងមករដ្ឋាភិបាលបានបង្កើតយន្តការច្រើនក្នុងការគ្រប់គ្រងចំណីអាហារឬទំនិញនិងទប់ស្កាត់ការនាំចូលខុសច្បាប់ប៉ុន្តែលោកថាការអនុវត្តជាក់ស្ដែងនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយដោយសារតែមានអំពើពុករលួយនិងអភិបាលកិច្ចគ្មានប្រសិទ្ធភាពលើពីនេះលោកថាការគ្រប់គ្រងការត្រួតពិនិត្យអង្គរនាំចូលពីបរទេសក៏នៅមានភាពធូររលុងនៅឡើយពាក់ព័ន្ធនៅលំហអង្គរពីក្រៅប្រទេសនេះដែរប្រធានគណៈកម្មការទី7នៃរដ្ឋសភានិងជាអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយ៉ែមពញ្ញរិទ្ធក៏បានឲ្យដឹងតាមបណ្ដាញសង្គម Facebook របស់លោកគណៈលោកជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទកាលពីពេលថ្មីថាតាមរបាយការណ៍ដែលលោកទទួលនៅឆ្នាំ2015កម្ពុជាបាននាំចូលអង្គរជាង1លានតោនខណៈអង្គរកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង50,000តោនប៉ុណ្ណោះលោកដាក់ការសង្ស័យថាបញ្ហានេះកើតឡើងដោយសារមន្ត្រីនៅតាមព្រំដែនខົບខិតជាមួយនឹងឈ្មួញដើម្បីនាំចូលអង្គរខុសច្បាប់លោកបន្តថាបញ្ហានេះមិនត្រឹមតែជាក្តីបារម្ភដល់ទិសដៅនាំចេញអង្គររបស់កម្ពុជាប៉ុណ្ណោះទេបញ្ហានេះក៏នឹងធ្វើឲ្យកសិករខ្មែរទទួលបានទីផ្សារគ្មានតម្លាភាពផងដែរលោកយ៉ែមពញ្ញរិទ្ធយល់ថាដើម្បីជៀសវាងលំហូរអង្គរខុសច្បាប់មកកម្ពុជាលោកបានស្នើរដ្ឋាភិបាលត្រូវរឹតបន្តឹងការត្រួតពិនិត្យការនាំចូលទំនិញនៅតាមច្រកនានាតាមព្រំដែនត្រូវពង្រីកការត្រួតពិនិត្យផលិតផលខុសច្បាប់ដល់ថ្នាក់មូលដ្ឋាននិងត្រូវដាក់ទោសទណ្ឌទៅលើមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយដែលអនុញ្ញាតឲ្យឈ្មួញនាំចូលអង្គរខុសច្បាប់ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី3នៃរដ្ឋសភាកាលពីថ្ងៃទី17ឧសភារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទលោកវេងសាខុនឲ្យដឹងថាករណីទប់ស្កាត់លំហូរអង្គរពីក្រៅប្រទេសមិនមែនជាដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្មនៅឡើយវាជាទូនាទីរបស់ក្រសួងពាណិជ្ជកម្មប៉ុន្តែក្រសួងកសិកម្មនឹងខិតខំបង្កើនការស្រាវជ្រាវនិងរៀបរាប់បច្ចេកទេសថ្មីៗដើម្បីបង្កើនប្រសិទ្ធភាពគុណភាពនៃការផលិតពូជដល់កសិករដើម្បីសម្រេចទិសដៅនាំចេញអង្គរក្រុមហ៊ុននាំចេញអង្គរនិងកសិករកន្លងមកធ្លាប់អះអាងថាលំហូរអង្គរខុសច្បាប់ពីប្រទេសវៀតណាមយ៉ាងគំហុកបានធ្វើឲ្យរោងម៉ាស៊ីនមួយចំនួននៅកម្ពុជាមិនអាចប្រកួតប្រជែងបានហើយសម្រេចចិត្តបិទទ្វារអាជីវកម្មរបស់ខ្លួនបើលោករងឈុនចាក់ចេញបកប្រជាជនអាចវេតូសមាជិកកោជបថ្មីលោកអ្នកនាងជាទីមេត្រីព័ត៌មានពីគេហទំព័រ Cambodia Daily បានចុះផ្សាយឲ្យដឹងតាមរយៈតំណាងរាស្ត្រម្នាក់បានលើកឡើងកាលពីពេលថ្មីនេះថារាល់ការតែងតាំងណាមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបដើម្បីជំនួសលោករងឈុនដែលត្រូវបានតែងតាំងដោយគណៈបកសង្គ្រោះជាតិដែលឥឡូវនេះប្រឈមសវនកម្មជំនុំជម្រះពីបទប្រមទ័នចំពោះការប្រើអំពើហិង្សាដោយចេតនានិងត្រូវអនុម័តយល់ព្រមដោយគណៈបកប្រជាជនកម្ពុជាកាន់អំណាចក្រោមច្បាប់បច្ចុប្បន្នលោករងឈុនគឺជាអ្នកដែលត្រូវបានតែងតាំងមួយរូបក្នុងចំណោមអ្នកដែលត្រូវបានតែងតាំង4រូបរបស់គណៈបកសង្គ្រោះជាតិនៅក្នុងកោជបក្រោមកិច្ចព្រមព្រៀងជាមួយនឹងគណៈបកប្រជាជនកម្ពុជាដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេល71ឆ្នាំរបស់គណៈបកប្រឆាំងបន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ2013ដ៏ចម្រូងចម្រាសជាថ្នូរនឹងកំណែទម្រង់បោះឆ្នោតស្ទើរទាំងស្រុងរួមទាំងការកែតម្រង់កោជបផងដែរក្រោមកិច្ចព្រមព្រៀងនេះ
គណៈបកនីមួយបានជ្រើសរើសសមាជិក4រូបនៅក្នុងចំណោមសមាជិកក្រុមប្រឹក្សា9រូបរបស់កោជបកាលពីឆ្នាំមុនដោយសមាជិកទី9ត្រូវបានអនុម័តយល់ព្រមដោយគណៈបកទាំងពីរទោះជាយ៉ាងណាលោករងឈុនអតីតមេដឹកនាំសហជីពមួយរូបត្រូវបានជូនដំណឹងកាលពីថ្ងៃពុធថាលោកនឹងត្រូវចូលរួមនៅក្នុងសវនកម្មជំនុំជម្រះលើការចោទប្រកាន់តាក់ទិនទៅនឹងការប្រាអំពើហិង្សាកាលពីឆ្នាំ2014ច្បាប់របស់កោជបចែងថាសមាជិកក្រុមប្រឹក្សាបាត់បង់តួនាទីរបស់ខ្លួនដោយស្វ័យប្រវត្តិប្រសិនបើពួកគេត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារនោះគេហទំព័រ Cambodia Daily ដដែលនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតតាមរយៈលោកសុនឆៃប្រធានក្រុមតំណាងរាជគណៈបកសង្គ្រោះជាតិមានប្រសាសន៍កាលពីម្សិលមិញថាបើទោះជាគណៈបកប្រឆាំងមានសិទ្ធិជ្រើសរើសអ្នកជំនួសបើលោករងឈុនត្រូវចាក់ចេញពីកោជបដោយសារតែសាលក្រមផ្ដន្ទាទោសក៏ដោយក៏គណៈបកកាន់អំណាចនឹងមានអំណាចវេតូពាក់ព័ន្ធជំរើសនេះដែរលោកសុនឆៃបានមានប្រសាសន៍ថាបើទោះជាលោករងឈុនមានបញ្ហាក៏ដោយក៏គណៈបកប្រជាជនកម្ពុជាមិនអាចតែងតាំងមនុស្សរបស់ខ្លួនមកជំនួសតួនាទីនេះដែរវាអាចជាជំរើសរបស់គណៈបកសង្គ្រោះជាតិលោកបានបន្ថែមថាប៉ុន្តែដោយលោកអ្នកដឹងហើយសមាជិកកោជបក៏ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋសភាដែរគឺដោយសម្លេង50+1នេះជាចំនួនដែលយើងត្រូវទទួលបានហើយថានឹងជាបញ្ហាខុសគ្នាលោកសុនឆៃមានប្រសាសន៍ថាបញ្ហានៅត្រង់ថាតើគណៈបកប្រជាជនកម្ពុជាអនុម័តលើបេក្ខជនដែលយើងជ្រើសរើសឬទេមាត្រា11នៃច្បាប់កោជបចែងថាបើសមាជិកណាម្នាក់នៅក្នុងចំណោមសមាជិក9រូបរបស់កោជបបាត់បង់សមាជិកភាពរបស់ខ្លួនដោយហេតុផលណាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកចំហតួនាទីនោះដល់អ្នកដាក់ពាក្យថ្មីបន្ទាប់មកគណៈបកដែលបាត់បង់សមាជិករបស់ខ្លួននឹងជ្រើសរើសបេក្ខជនមួយរូបចេញពីក្រុមរបស់ខ្លួនចុងក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍នឹងបញ្ជូនបញ្ជីឈ្មោះសមាជិក9រូបថ្មីរបស់កោជបដើម្បីសុំការអនុម័តយល់ព្រមជាផ្លូវការចែកផលសេដ្ឋកិច្ចដោយសមធម៌ការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋនិងការលុបបំបាត់អំពើពុករលួយបកពួកនិយមជាដើមអង្គការដំឡាភិបកម្ពុជាអំពាវនាវឲ្យស៊ើបអង្កេតករណីចោទថាមានអំពើពុករលួយនៅក្នុងមជ្ឈមណ្ឌលប្រយុទ្ធជំងឺគ្រុនចាញ់លោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានពីគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD បានចុះផ្សាយឲ្យដឹងថាអង្គការដំឡាភិបកម្ពុជាបង្ហាញក្តីបារម្ភចំពោះការចាត់ប្រកាន់ថាមានអំពើពុករលួយនិងគ្រួសារនិយមនៅក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់និងបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតករណីនេះដោយថាដើម្បីស្ដារទំនុកចិត្តរបស់ពលរដ្ឋមកលើក្រសួងសុខាភិបាលគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD ដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយចុះថ្ងៃទី19ខែឧសភាឆ្នាំ2016អង្គការដំឡាភិបកម្ពុជាបានលើកឡើងថាបន្ទាប់ពីបានអានអត្ថបទជាភាសាអង់គ្លេសរបស់កាសែតភ្នំពេញប៉ុស្តិ៍ទាក់ទងនឹងការចោទប្រកាន់មកលើមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាសនិងបណ្ណោសាសថាមានអំពើពុករលួយនិងគ្រួសារនិយមនោះខ្លួនចង់ឲ្យមានការស៊ើបអង្កេតមួយឲ្យបានច្បាស់លាស់អំពីអ្វីដែលបានចោទប្រកាន់នេះអង្គការដំឡាភិបបានបន្តថាបើសិនជាមានអំពើពុករលួយនិងគ្រួសារនិយមកើតឡើងដោយការចោទប្រកាន់មែននោះថាវានឹងប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋដែលទទួលផលពីមូលនិធិនេះនិងបញ្ហាពីគំរូមិនល្អពីការគ្រប់គ្រងមូលនិធិរបស់ម្ចាស់ជំនួយអង្គការនេះសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថាកាលពីឆ្នាំ2013ធ្លាប់មានការចោទប្រកាន់ស្រដៀងគ្នានេះហើយត្រូវបានលាតត្រដាងនិងផ្សព្វផ្សាយទោះជាយ៉ាងណាអង្គការនេះថាអ្នកដែលបានប្រព្រឹត្តកំហុសមិនត្រូវបានផ្តន្ទាទោសតាមច្បាប់និងគ្មានដំណោះស្រាយជាស្ថាពរនៅឡើយបើតាមសេចក្តីថ្លែងការណ៍ដដែលអង្គការមួយនេះអំពាវនាវឲ្យម្ចាស់ជំនួយសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់មជ្ឈមណ្ឌលជាតិមួយនេះដោយថាដើម្បីបានទំនុកចិត្តពីប្រជាពលរដ្ឋមកលើក្រសួងសុខាភិបាលវិញនាយកប្រតិបត្តិអង្គការដំឡាភិបកម្ពុជាលោកព្រៀបកុលមានប្រសាសន៍ថាក្រសួងសុខាភិបាលនិងម្ចាស់ជំនួយគួរតែបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតលើការចោទប្រកាន់នេះដោយឡែកលោកថាអង្គភាពប្រឆាំងអំពើពុករលួយក៏គួរពិនិត្យលើករណីនេះដែរដោយលោកថាអង្គភាពនេះមានសមត្ថកិច្ចអាចស៊ើបអង្កេតចោទប្រកាន់អ្នកដែលបានប្រព្រឹត្តបទល្មើសពុករលួយលោកបន្តថាការចោទប្រកាន់នេះបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាហើយលោកស្នើឲ្យមានការស៊ើបអង្កេតករណីនេះឲ្យបានហ្មត់ចត់
គួរបញ្ជាក់ថារបាយការណ៍ឆ្នាំ2015របស់អង្គការដំឡាភិបអន្តរជាតិស្តីពីអំពើពុករលួយបង្ហាញថាប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរបើតាមរបាយការណ៍នោះនៅក្នុងចំណោមប្រទេស168កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់150ដែលទទួលបានពិន្ទុ21លើ100ដែលយោងតាមសន្ទុះនៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតនៅក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរក្រុមអ្នកតវ៉ាហុងកុងត្រូវបានឃុំខ្លួនបន្ទាប់ពីការព្យាយាមបញ្ឈប់ដំណើរមន្ត្រីកំពូលចិនលោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានអន្តរជាតិពីគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយឲ្យដឹងថាមេដឹកនាំនិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងលោកជូស៊ូវុងគឺស្ថិតនៅក្នុងចំណោមក្រុមអ្នកតវ៉ា5នាក់ដែលបានឃុំខ្លួនបន្ទាប់ពីពួកគេបានមកភាពចោះត្រួតពិនិត្យនឹងធ្វើរដ្ឋបាលរបស់អាជ្ញាធររាជធានីភ្នំពេញនៅវត្តព្រះសង្ឃខ្មែរក្រមសាមគ្គីរាំងសីក្នុងសង្កាត់ស្ទឹងមានជ័យនៅខែកុម្ភៈឆ្នាំ2015ជាក់ស្ដែងបើទោះបីជាក្រុមសង្គមស៊ីវិលនិងពលរដ្ឋដែលចូលរួមក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅធ្វើសកម្មភាពប្រមូលផ្ដុំដោយសន្តិវិធីគ្មានអំពើហិង្សាក្តីប៉ុន្តែយុទ្ធនាការរបស់ពួកគេតែងត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាគ្រោះថ្នាក់សម្រាប់សង្គមនិងបានចាត់វិធានការរារាំងមិនឲ្យមានការប្រមូលផ្ដុំឡើយនៅថ្ងៃទី9ឧសភាដែលជាថ្ងៃចាប់ផ្ដើមនៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមន្ត្រីការពារសិទ្ធិមនុស្សនិងសហគមន៍ដីធ្លីសរុប8នាក់ក្នុងនោះក៏មានជនបរទេស2នាក់ផងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំស្ទើរពេញមួយថ្ងៃមុននឹងដោះលែងឲ្យមានសេរីភាពវិញដល់ឡែកនៅថ្ងៃទី16ខែឧសភាដែលជាសប្តាហ៍ទី2នៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅស្ត្រីសកម្មជនដីធ្លីចំនួន5នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំដូចគ្នាមុននឹងដោះលែងវិញចំណាត់ការរបស់សមត្ថកិច្ចតាមមើលទៅអាចនឹងមានតទៅទៀតព្រោះថាបន្ថែមទៅលើបទបញ្ជារបស់ក្រសួងមហាផ្ទៃលោកនាយរដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី12ឧសភាបានចេញមកប្រកាសប្រឆាំងដាច់ណាត់សកម្មភាពទាំងឡាយណាដែលរដ្ឋាភិបាលចាត់ទុកថាបង្កអសន្តិសុខនិងអស្ថិរភាពដល់សង្គមលោកហ៊ុនសែនថ្លែងថាទោះក្នុងតម្លៃណាក៏ដោយរដ្ឋាភិបាលត្រូវតែរក្សាសន្តិភាពឲ្យបានព្រោះថាសន្តិភាពដែលកម្ពុជាទទួលបាននៅពេលបច្ចុប្បន្ននេះមិនមែនជារឿងងាយស្រួលឡើយលោកហ៊ុនសែនដែលជាអតីតមេបញ្ជាការកងទ័ពជាន់ខ្ពស់របស់ខ្មែរក្រហមមួយរូបនៅតំបន់បូព៌ារួមជាមួយនឹងគូកន4នាក់ផ្សេងទៀតបានរត់ចូលទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី20ខែមិថុនាឆ្នាំ1977ដើម្បីសុំឲ្យវៀតណាមជួយផ្ដួលរំលំពួកខ្មែរក្រហមដែលលោកហ៊ុនសែនចាត់ទុកថាជារបបមួយខ្មៅងងឹតយង់ខ្នងដោយសារតែកាប់សម្លាប់និងធ្វើបាបពលរដ្ឋខ្លួនឯងមិនត្រាប្រណីក្រោយពីមានការទុកចិត្តពីមេដឹកនាំវៀតណាមហើយនៅក្នុងទឹកដីវៀតណាមលោកហ៊ុនសែនមានឱកាសកសាងកម្លាំងទ័ពដែលភាគច្រើនជាពលរដ្ឋខ្មែរដែលរត់គេចទៅវៀតណាមដោយសារការធ្វើបាបរបស់ខ្មែរក្រហមនៅទីបំផុតដោយសារតែមានជំនួយអាវុធយុទ្ធភ័ណ្ឌជំនួយបច្ចេកទេសថវិកានិងមានកម្លាំងជំនួយពីកងទ័ពវៀតណាមដែលមានអតីតសហភាពសូវៀតជាខ្នងបង្អែកដ៏រឹងមាំនៅពីក្រោយផងកងកម្លាំងវៀតណាមអមដោយកងកម្លាំងតស៊ូរបស់ខ្មែរបានចូលឈ្លានពានផ្ដួលរំលំរដ្ឋាភិបាលខ្មែរក្រហមហើយបានក្តាប់ក្តាប់ទីក្រុងភ្នំពេញនៅថ្ងៃ7មករាឆ្នាំ1979ពេលនោះបើគ្មានរចនាសម្ព័ន្ធយោធារឹងមាំត្រឹមត្រូវបើគ្មានគ្រឿងសព្វាវុធនិងគ្មានជំនួយពីប្រទេសវៀតណាមទេកងកម្លាំងខ្មែរដែលលោកហ៊ុនសែនបានកសាងប្រហែលជាមិនអាចផ្ដួលរំលំរដ្ឋាភិបាលខ្មែរក្រហមបានឡើយចំពោះយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះអ្នកច្បាប់យល់ឃើញថាវាគឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋពួកគេថាសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលកម្ពុជាជារដ្ឋភាគីលើពីនេះដោយសារតែការជួបជុំរបស់សង្គមស៊ីវិលធ្វើឡើងដោយសន្តិវិធីគ្មានអំពើហិង្សាឬធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃនោះអ្នកចូលរួមធ្វើយុទ្ធនាការមិនបានរំលោភបំពានច្បាប់អ្វីឡើយជាការពិតណាស់មានសន្តិភាពគឺជារឿងសំខាន់ប៉ុន្តែអ្នកសិក្សាផ្នែកសន្តិភាពរកឃើញថាដើម្បីឲ្យសង្គមមួយមានសន្តិភាពពេញលេញទៅបានលុះណាតែពលរដ្ឋក្នុងសង្គមនោះមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តឬគេហៅមួយយ៉ាងទៀតថាសន្តិភាពអវិជ្ជមាននិងសន្តិភាពវិជ្ជមានសន្តិភាពអវិជ្ជមានគឺសំដៅទៅលើការដែលគ្មានសង្គ្រាមគ្មានអំពើហិង្សាគ្មានជម្លោះឬគ្មានការភ័យខ្លាចរីឯសន្តិភាពវិជ្ជមានគឺសំដៅលើនីតិរដ្ឋការគោរពច្បាប់យុត្តិធម៌សង្គមការអភិវឌ្ឍសេដ្ឋកិច្ចការ